เคยวิดีโอบองให้สาวอย่าโหดบ้องซุ่มทัววิดีโออดเซโรมวยบานอดบ้องนั่งไงโอนบานแต่โอนนั่งไงจำบ้องทัววิดีโอไอโอนในเมื่อนั่งไงจีดบ้องไลฟ์คือยังเอ่ยโยขโมยโปรยังโยมาเกาะสะสนะบนดำไปมวยหนึ่งสบู่บากาสการสันบางบนบาทายยังอันเป็นสบู่บากาสการเต้ยังปลาสบู่ธรรมดาแต่ผมเอาไอ้ปลาสบู่จีดเฮลนะบางบนนั่นนั่งไงเป็นเจี๊ยบข้างในของไอ้ปลาสบู่จีดเฮลบางบนนั่งไงយើងលៀងសក់ឲ្យស្អាតបងប្អូនណាតែយើងអត់ប្រើអបប្រាក់អីទេបងប្អូនបន្ទាប់ពីយើងកក់សក់ហើយគឺយើងត្រូវយកក្មួយប្រុសយកមកផ្លុំសម្ងួតឲ្យស្ងួតត្រឹម80%ក៏បានដែរបងប្អូនណាតែសម្រាប់ខ្ញុំគឺខ្ញុំយកឲ្យស្ងួតតែម្ដងបងប្អូនដោយសារសក់គាត់រៀងសំពងអញ្ចឹងបងប្អូនហ្នឹងហើយក៏យើងផ្លុំឲ្យស្ងួតហើយគឺយើងលាបសេរ៉ូមអញ្ចឹងបងប្អូនហ្នឹងហើយយើងអត់ត្រូវការគៀបទៀតទេគៀបសិនទេបងប្អូនហ្នឹងហើយអានេះសម្រាប់តែសក់គេដែរអញ្ចឹងណាបងប្អូនសក់គេដែលរៀងរួញទៅយើងគៀបសិនទៅបងប្អូនតែសម្រាប់ក្មួយប្រុសគឺសក់គាត់អត់សូវរួញទេបងប្អូនយើងលាបថ្នាំយកតែម្ដងបងប្អូនលាបថ្នាំហ្នឹងគឺយើងលាប2ដងបងប្អូនលាបសិតទៅបងប្អូនហ្នឹងហើយយើងលាបម្ដងហើយយើងសិតឆៃលាបម្សាទៀតដោយសារនៅចំណុចណាដែលថាវាអត់សេរ៉ូមអត់ជ្រាបចូលសាច់សក់បានល្អអញ្ចឹងគឺយើងសិតលាបថែមទៅដែរបងប្អូនណាហ្នឹងហើយគឺយើងក្របនឹងថង់បងប្អូនណាបើថាយើងមានមួកអគ្គិសនីយើងដាក់មួកអគ្គិសនីទៅបងប្អូនតែសម្រាប់ខ្ញុំគឺខ្ញុំប្រើថង់ធម្មតាទេបងប្អូនខ្ញុំទុករយៈពេល35នាទីទៅ40នាទីតាមប្រភេទសរសៃសក់បងប្អូនណាហ្នឹងហើយបន្ទាប់ពីយើងទុកគ្រប់ចំនួននាទីហើយគឺយើងយកមកផ្លុំសម្ងួតបងប្អូនណាហ្នឹងហើយផ្លុំសម្ងួតឲ្យស្ងួត 100% តែបញ្ជាក់ផងដែរសេរ៉ូមគឺយើងផ្លុំយ៉ាងណាក៏អត់ស្ងួតដែរណាបងប្អូនណាហ្នឹងហើយដោយសារវាមានជាតិសំណើមអញ្ចឹងទៅបងប្អូនអញ្ចឹងទេបើយើងផ្លុំហើយបានត្រឹម70-80% គឺយើងយកក្មួយប្រុសយកមកគៀបណាបងប្អូនបញ្ជាក់គឺកន្លែងខ្ញុំគឺខ្ញុំគៀបពីសារបងប្អូនទី1គឺយើងគៀបសម្ងួតទី2គឺយើងគៀបឲ្យវាឆ្អិនបងប្អូនណាហ្នឹងហើយសម្រាប់អ៊ុតសេរ៉ូមនេះផងដែរគឺយើងមានពីជំរឿឲ្យភ្ញៀវគាត់ជ្រើសរើសអញ្ចឹងបងប្អូនទី1គឺឲ្យគាត់តមទឹករយៈពេល2ថ្ងៃបងប្អូនណាហ្នឹងហើយគាត់ចង់តមក៏បានគាត់មិនចង់តមក៏បានបងប្អូនបើថាគាត់មិនចង់តមគឺគាត់ស្ប៉ាយកឲ្យហើយថ្ងៃហ្នឹងតែម្ដងបងប្អូនណាហ្នឹងហើយប៉ុន្តែគឺថ្ងៃហ្នឹងគឺយើងស្ប៉ាអត់ប្រើសេរ៉ូមប្រើសាប៊ូទេបងប្អូនណាគឺយើងលាងទឹកហើយគឺយើងដាក់ស្ប៉ាយកតែម្ដងបងប្អូនហើយថ្ងៃហ្នឹងគឺគាត់យើងអត់ឲ្យគាត់ប្រើសាប៊ូទេបងប្អូនគឺយើងឲ្យគាត់ផ្អាប់ទុកមួយថ្ងៃអញ្ចឹងណាបងប្អូនហ្នឹងហើយបើថាគាត់តមទឹកគឺយើងរយៈពេល2ថ្ងៃក្រោយគឺយើងមកកក់ស្ប៉ាឲ្យគាត់ធម្មតាបានបងប្អូននេះគឺជាសក់ដែលយើងស្ប៉ាហើយបងប្អូនតាមរយៈពេល2ថ្ងៃឃើញថាស្អាតមែនទេបងប្អូនភ្លឺរលោងរលោះតែម្ដងបងប្អូនឃើញថាថ្លាស្អាតបងប្អូនបែបធម្មជាតិកោងចឹងវិញតែម្ដងបងប្អូននេះឃើញទេវេស្តាយជាហៀងចឹងបងប្អូនស្តាយប្រូវីចឹងណាបងប្អូនហ្នឹងហើយដែលថាសក់គាត់វែងមកខាងឆ្វេងបងប្អូនឃើញថាសង្ហាមែនទេបងប្អូននេះឃើញភ្លឺរលោងចាំងតែម្ដងបងប្អូនណាមួយតម្រង់មកគាត់រៀងធំចឹងដែរដល់ពេលយើងកាត់វែកជាហៀងចឹងសង្ហាមែនទេបងប្អូនតែសម្រាប់ជាងគឺណែនាំឲ្យគាត់វែកកដាលតែគាត់ដូចថាអត់សូវជាវែកកដាលចឹងបងប្អូនហ្នឹងហើយដោយសារស្ទាយអូប៉ាគាត់អត់ដែរសូវវែកគាត់ច្រើនតែវែកស្ទាយប្រូវីបងប្អូនឃើញថាអត់ហើយឃើញថាស្រស់សង្ហាមែនទេតែម្ដងបងប្អូននេះ